Sắc pua khiêu mùi tầm bấy prai cai chiមនុស្សគាត់បានធ្វើដំណើររាប់ពាន់ម៉ាយតាមសត្វអណ្ដើកអាយុ1000ឆ្នាំយើងបានមកដល់ភ្នំអេមីជាមួយគ្នារឿងព្រេងមានវាថាគ្រាន់តែមួយដង្ហើមពេលដើមត្រែងនៅលើកំពូលភ្នំរីខ្លឹមសារនិងធម្មពលដែលបានបញ្ចេញអាចទុកទោ500ឆ្នាំនៃការតាំងសេលដូច្នេះហើយបានជាមានមនុស្សជាច្រើនមកយ៉ាងក្នុងនឹងសេចចម្លែកមកពីជុំវិញដោយបានមកដល់ទីនេះខ្ញុំពិតជាចង់ទៅបន្តទៀតមនុស្សម្នាក់អាចសម្រេចបាននូវភាពអមតៈដោយមិនចាំបាច់បោះជំហាននឹងងាយមករកទេពេលព្រះអាទិត្យរះនឹងលិចសត្វត្រយ៉ាទុំនឹងរីកបន្តិចម្ដងភ្លាមពេលវេលានឹងខ្លឹមសាររាប់មិនអស់បានផ្ទុះឡើងវាប្រែទៅជាពន្លឺផ្កាយហើយធ្លាក់នៅក្នុងវត្តមាននៃវិញ្ញាណភ្នំនិងសត្វលើរាងកាយរបស់គាត់តែនៅពេលនោះក្រុងមួយខ្ញុំមិនដឹងថាពុកខ្មៅមកពីណាទេរំពេចនោះមេឃប្រែងនៅហើយព្រះអាទិត្យក៏ត្រូវបានអារៈទាំងអស់ឃើញសកម្មភាពភ័យពេញខ្លួនតែម្ដងខ្ញុំបានដឹងពីកម្លាំងវេទមន្តដ៏មានឥទ្ធិពលឡើងហើយបាត់នៅលើមេឃខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើងទេរំពេចនោះផ្លេចបន្ទោជាច្រើនគ្រាប់បានផ្ទុះឡើងស្រមោលលងឹតដ៏គួរឲ្យភ័យខ្លាចបានមកពីវាបានវាយប្រហារអរិយហើយយកវាទៅឆ្ងាយព្រលឹងរួមជាមួយការដាំដុះពួកគេត្រូវបានចាប់ជាមួយគ្នាវាប្រែថាអ្នកជីក្រែដ៏មានឥទ្ធិពលបិសាចពស់ដ៏មានអំណាចខ្លាំងនេះហើយដែលគេហៅថាឡើងដៃគ្រីទោះជាយ៉ាងណាវាជាគម្រោងដែលបានក្រាចយ៉ាងដែលមានគោលបំណងដើម្បីតាក់ទាញបិសាចតូចទៅអីបីហើយបានប្រមូលផ្ដុំហើយបន្ទាប់មកពួកគេសំណាញ់ចាប់យកនិងលេបត្របាក់ព្រលឹងពួកគេស្មារតីនិងធម៌ពលរបស់អ្នកដើម្បីកែជាមួយនឹងជំនាញរបស់គាត់វាហាក់ដូចជាពូបែកចាប់បានអណ្ដើកចាស់ខំតាន់ពេលចាប់កន្ទុយរបស់គាត់បន្ទាប់មកយ៉ាងលឿនពួកគេបានលាក់ខ្លួននៅខាងក្នុងសម្បកអណ្ដើកប្រពោះព្រលឹងប្រមូលផ្ដុំពីគ្រប់ទីប្រមូលផ្ដុំគ្នាហុំព័ទ្ធភ្នំទាំងមូលភ្នំទាំងអស់បានคล้ายទៅជាពោពេញដោយខាងក្នុងវិស័យនៃការធ្វើឃាតនេះនៅពេលនេះសត្វដ៏អស្ចារ្យបញ្ចេញពន្លឺពណ៌មាសដោយមិនខ្វល់ពីគ្រោះថ្នាក់ដល់អាយុជីវិតគេក៏បោះចោលយកកន្ទុយរបស់វាលើបិសាចពស់ធ្លាក់លើភ្នំវាប្រែថាដើមឈើពណ៌ដែលបានតាំងសេលអស់រយៈពេល500ឆ្នាំបិសាចពស់នេះលោកខ្លួនណាស់ពស់សម្រាប់ចំណងអាត្មានិយមរបស់ខ្លួនដូច្នេះហើយបានបំផ្លាញសត្វមានជីវិតជាច្រើនគាត់ចង់ធ្វើសកម្មភាពជំនួសឋានសួគ៌ប៉ុន្តែកម្រិតជំនាញគឺរាក់ពេកមិនអាចជីកបានទាំងអស់គូប្រជែងរបស់សត្វពស់មានតែ2នាក់ប៉ុណ្ណោះគាត់ត្រូវបានចាញ់ក្នុង3ជុំដោយភ័យស្លន់ស្លោគាត់នៅលើភ្នំគាត់បានដើរលេងហើយនៅទីបំផុតបានរត់គេចខ្លួនគាត់បានលូកដៃពីលើពុកខ្មៅងឹតហើយជីកយកទឹកខ្លាដេញតាមដោយឥតឈប់ឈរលោកលន់តាមធម្មជាតិគាត់មិនចង់ឲ្យឱកាសនេះកន្លងដល់500ឆ្នាំបានផ្ដល់ឲ្យកម្លាំងអីចឹងទាញយកចំណុចខ្សោយបន្តិចរបស់ពេលចាប់បានគាត់បានបញ្ចេញពើជាតិពុលបានធ្វើឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរវាបានធ្លាក់ឆ្ពោះទៅបឹងខាងលិចមនុស្សបានលាក់ខ្លួននៅក្នុងដើមឈើកុមារបានឃើញទិដ្ឋភាពនេះក្នុងគ្រាដ៏សំខាន់គាត់បានចំណាយពេលមួយខ្លុយឫស្សីមួយបានវាប្រហារលើខ្នងកន្លែង7អ៊ីងនៅលើពោះទឹកនេះគឺភាពទន់ខ្សោយរបស់ពោះទាំងអស់គីខ្នងបិសាចពោះមិនមែនជាករណីលើកលែងទេហើយឆ្លៀតពេលនេះពោះក៏បានជោគជ័យដែរព្រាមនោះគាត់បានបាត់ខ្លួនចូលទៅក្នុងព្រៃក្មេងបានត្រូវពឹសរបស់បិសាចពោះនេះត្រូវបានគេចាប់បានហើយមើលទៅហាក់ដូចជាហៀបរួចបរោះម្នាក់កាន់ដំបងព្រាមនោះព្រះសង្ឃបានលេចចេញមកដោយជួយសង្គ្រោះគាត់ត្រឹមតែពី3ជំហានប៉ុណ្ណោះបានកម្ចាត់ពោះទឹកដ៏មានអំណាចដែលកំពុងច្ររបស់វាយ៉ាងងាយស្រួលព្រះសង្ឃអង្គនេះព្រះនាមថាហ្វាហៃវាត្រូវបានធ្វើឡើងតាមបញ្ជារបស់អ្នកជំនាញដែលមកបង្ក្រាបអរិយនោះជីមុខនឹងភ្នែកដូចពស់បានបង្ហាញថាស្ថានភាពមិនល្អទេគាត់ហ៊ាននឹងចាក់ចេញប៉ុន្តែអ្វីដែលគាត់មិនដឹងនោះគឺថាតើអាចគេចផុតពីហ្វាហៃបានទេពិភពនៃសត្វចម្លែកដែលបានចាក់ចេញគាត់មិនដែលបង្ហាញខ្លួនទេឃើញតែការលះបង់របស់មាសនឹងត្រូវបានជីកបិសាចពស់បានចាប់ពីយ៉ាងតឹងហើយបន្ទាប់មកសូត្រធម៌ទេសនាដើម្បីប្រមូលយកហ្វាហៃក្រោយមកធំឈើត្រូវបានសម្អាតស្រមោលបិសាចខាងលើបានលាក់ខ្លួននៅក្នុងស្រមោលបន្ទាប់ពីពស់ពណ៌ស្បានឃើញគាត់ចាក់ចេញបន្ទាប់មកវាបានប្រែក្លាយទៅជាមនុស្សស្រីបានបង្ហាញខ្លួននៅក្បែរធំឈើដល់មិននឹកស្មានដល់ដើមត្រែងបានរីកដុះដាលយុគសម័យមាសប្រែជាគ្រោះអន្តរាយអណ្ដើកចាស់និងពូបៃតងជិះឲ្យឆ្ងាយពីបញ្ហានេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានកន្លែងមួយទៀតចំណែកខាងហ្វាហៃនៅវត្តលឺហ្វាងបន្ទាប់រៀបចំសង្កត់បិសាចពូបង្កាបអ្នកយុទ្ធសេលបិសាចនេះទាំងស្រុងវានៅសល់តែមួយជំហានទៀតប៉ុណ្ណោះដើម្បីវាអាចคล้ายទៅជានាគទោះបីជាហ្វាហៃគាត់អាចត្រូវចាញ់ប៉ុន្តែគាត់គ្មានអំណាចគាត់ត្រូវបានចុះចាញ់ដោយដែលគាត់មានអារម្មណ៍ថាមានពេលដែលអ្វីមិនដំណើរការឬការគ្រោងទុកព្រះពុទ្ធសាសនាដល់ទីនេះទាន់ពេលតាក់គុជបង្ក្រាបបិសាចជាមួយលីវែងនៅលើកំពូលប៉មទឹកត្រូវបានគេជីករួចសត្វពូនេះត្រូវបានចុះចាញ់ប៉ុន្តែដើម្បីក្នុងករណីហ្វាហៃនៅតែត្រូវរក្សាយាមវត្តឡៃហ្វាងដើម្បីទប់ស្កាត់វានឹងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិម្ដងទៀតហើយ5ឆ្នាំកន្លងផុតទៅនៅពេលដំបូងពស់ខៀវតូចបានអាចបំលែងទៅជាមនុស្សទោះបីជាសម្បត្តិមិនអាក្រក់ប៉ុន្តែគាត់មានការលេងសើចច្រើនតែសំណាងរាល់ពេលដែលមាននរណាម្នាក់ហៀបនឹងត្រូវសម្លាប់ពស់សតែងតែបង្ហាញខ្លួនមកបញ្ឈប់ដើម្បីបញ្ឈប់វាសៀវជីមានការខឹងយ៉ាងខ្លាំងចំពោះរឿងនេះប៉ុន្តែដោយសារតែនាងមិនអាចប្រៀបផ្ទឹមបាននឹងពស់នៅពេលនេះពួកគេនៅមិនមែនជាមិត្តស្រីជិតស្និទ្ធនាពេលក្រោយទេពស់សតាំងសើពេល1000ហើយមួយជំហានទៀតព្រះពោធិសត្វខ្វាន់យិនមានតែជំហានមួយប៉ុណ្ណោះបានដឹងពីរឿងនេះហើយមកបង្រៀនគាត់សួរថាគាត់មានចំណងចំណូលចិត្តអ្វីមិនបានបញ្ចប់បានយកខ្លុយឫស្សីដែលនាងតែងតែយកតាមខ្លួនចេញមួយដែលមានជាមួយនឹងគាត់និយាយថា7ឆ្នាំមុនម្ចាស់ខ្លុយនេះបានជួយគាត់មួយជីវិតគាត់មួយគាត់បានសន្យាថានឹងដើម្បីសងគុណនៃការជួយជីវិតដូច្នេះព្រះបានប្រាប់គាត់ថានៅពេលដែលសងគុណរួចគាត់នឹងមកទទួលពស់ទៅស្វែងរកក្មេងចិញ្ចឹមគោនៅទីខាងលិចដែលធ្លាប់ជួយនាងក្មេងកំបោរជាងដែលបានលាក់ខ្លួននៅក្នុងស្រមោលបានលួចសត្វពស់ខៀវដែលតែងនៅក្នុងភាពងើដើម្បីតាមដានពស់សគាត់ចង់ដឹងពស់សទៅចង់ធ្វើអីស្វែងយល់ពីរឿងនេះគាត់ក៏បានលាក់ខ្លួនតាមព្រលឹងសាធារណៈចុះភ្នំមកដល់តាមដានសត្វពស់យ៉ាងស្ងៀមស្ងាត់ចុះពីភ្នំមកដល់បឹងខាងលិចទីក្រុងហាងជូនៅទីនេះធ្វើឲ្យគាត់មានអារម្មណ៍អស្ចារ្យប៉ុន្តែពេលវេលាស្ងប់ស្ងាត់មិនបានបន្តយូរហ្វាហៃបានតាមមកដែរមានរឿងអ្វីអាចកើតចំពោះពស់ទាំងពីរសូមរងចាំទស្សនានៅភាគបន្តជួយ follow ម្នាក់មួយផង